រឿងកូនឆ្មាម៉ាក់និងសម្លាញ់ផ្សោតកូនឆ្មាពណ៌សដ៏គួរឲ្យស្រឡាញ់ពាក់អាវយឺតពណ៌ផ្កាឈូកនិងខោខើប៊ុយពណ៌ខៀវដើរលេងតាមឆ្នេរខ្សាច់មានអារម្មណ៍រំភើបរីករាយខ្យល់អាកាសដ៏បរិសុទ្ធនិងស្ដាប់រលកបោកបក់យ៉ាងស្រស់ស្រាយកូនឆ្មា Max បានក្រឡេកមើលផ្ទៃទឹកដែលមានពន្លឺចែងចាំងហើយឆ្ងល់ថាតើមានអាចកំបាំងអ្វីនៅក្រោមរលកទឹកនោះរំពេចនោះមានសត្វផ្សោតពណ៌សមួយក្បាលលោតចេញពីទឹកបង្កើតបានជារលកទឹកបក់បោកមកយ៉ាងស្រស់ស្អាតសត្វផ្សោតបានហែទៅជិតច្រាំងហើយស្វាគមន៍កូនឆ្មាដោយស្នាមញញឹមដ៏រីករាយផ្សោតបាននិយាយទៅកាន់ Max ថាតើអ្នកចង់លេងទឹកសមុទ្រជាមួយខ្ញុំទេកូនឆ្មា Max បើកភ្នែកធំៗដោយក្តីរំភើបភ្លាមនោះកូនឆ្មា Max បានឡើងលើខ្នងរបស់សត្វផ្សោតដោយប្រយ័ត្នប្រយែងហើយមានអារម្មណ៍ថាទឹកសមុទ្រត្រជាក់ខ្លាំងសត្វផ្សោតបានហែនាំកូនឆ្មា Max មើលទឹកសមុទ្រកាត់រលករួមគ្នា Max មានអារម្មណ៍ថាស្រស់ថ្លាពេកខ្យល់បក់បោកមកនៅក្រោមទឹកមានត្រីចម្រុះពណ៌ហែយ៉ាងស្រស់ស្អាតបង្កើតបានជាទិដ្ឋភាពដ៏គួរឲ្យចាប់អារម្មណ៍ក្រោយមកមានសត្វផ្សោតជាច្រើនផ្សេងទៀតលេចឡើងមកហែទឹកលេងជុំវិញកូនឆ្មា Max បន្ទាប់មកសត្វផ្សោតមួយបាននាំកូនឆ្មា Max ទៅកាន់រូងភ្នំដែលលាក់ខ្លួននៅក្រោមសមុទ្រជាកន្លែងដែលមានផ្កាថ្មបញ្ចេញពន្លឺបំភ្លឺភាពងឹតនៅខាងក្នុងរូងភ្នំពួកគេបានឃើញកំណប់អាថ៌កំបាំងដែលគ្របដណ្ដប់ដោយសារាយសមុទ្រដោយមានជំនួយពីសត្វផ្សោតកូនឆ្មា Max បានបើកកំណប់អាថ៌កំបាំងចេញមកក៏ឃើញមានសម្បកសត្វសមុទ្រភ្លឺនិងគុជពណ៌មាសជាច្រើនភ្លាមនោះមានអណ្ដើកសមុទ្រយហែចូលទៅក្នុងរូងភ្នំនោះហើយញញឹមដាក់ពួកគេផងដែរអណ្ដើកបានប្រាប់ពួកគេអំពីរឿងរ៉ាវអាថ៌កំបាំងនៃមហាសមុទ្រនិងសត្វវេទមន្តនៅក្នុងរូងភ្នំនោះដល់ពួកគេពេលចេញមកខាងក្រៅរូងភ្នំកូនឆ្មា Max និងសម្លាញ់ផ្សោតផ្សេងទៀតមានការប្រណាំងគ្នាយ៉ាងសប្បាយរីករាយតាមរយៈរលកទឹកផងដែរផ្សោតពណ៌សលោតខ្ពស់ទៅលើអាកាសជាមួយនឹងកូនឆ្មាធ្វើឲ្យមានការបែកទឹកយ៉ាងធំពេលចុះមកវិញនៅពេលព្រះអាទិត្យរៀបលិចមហាសមុទ្រប្រែទៅជាពណ៌មាសហើយកូនឆ្មា Max មានអារម្មណ៍ថាអរគុណចំពោះការកំសាន្តដ៏អស្ចារ្យផ្សោតបាននាំកូនឆ្មា Max ត្រឡប់ទៅច្រាំងវិញជាកន្លែងដែលដំណើរកំសាន្តបានចាប់ផ្ដើមកូនឆ្មា Max បានក្រវីដៃលាហើយនិយាយទៅកាន់ផ្សោតថាអរគុណសម្រាប់ការផ្សងព្រេងសម្លាញ់កូនឆ្មា Max អង្គុយសម្លឹងមើលទឹករលកហើយញញឹមដោយដឹងថាដំណើរកំសាន្តនេះនឹងស្ថិតនៅក្នុងបេះដូងរបស់វាជារៀងរហូតពេលដល់ផ្ទះវិញនៅយប់នោះពេលកូនឆ្មា Max ដេកលក់ហើយគេបានយល់សប្តិថាបានហែទឹកលេងជាមួយសម្លាញ់ផ្សោតម្ដងទៀតសូមអរគុណ